វីដេអូចែកជូនបងប្អូនឲ្យទៅជាមួយនឹងការកណនីប្រមាណវិធីលើប្រភេទបានវិធីបុកដកដែលនេះគឺជាមូលដ្ឋានគ្រឹះសំខាន់មែនតើសម្រាប់បងប្អូនថ្នាក់ទី7ទី8ទី9រហូតដល់ទី12ព្រោះសង្កេតឃើញក្មេងមួយចំនួនធំនៅពេលដែលគាត់ឡើងថ្នាក់ទី9 10 11 12ហើយគាត់នៅអត់ទាន់ចេះច្បាស់ទៅលើការបុកដកប្រភេទហ្នឹងហើយអញ្ចឹងឥឡូវយើងចាប់ដើមមើលទាំងអស់គ្នាតើតើជាមួយនឹងការបុកដកប្រភេទដែលមានភាពបែបខុសគ្នាចឹងឥឡូវយើងចូលលំហាត់ករបស់យើងតែម្ដងណាកអ្នកគ្រូមានប្រភេទ1លើ4បូកនឹង7លើ12ដកនឹង3លើ28ចាអញ្ចឹងជាទូទៅណាតាមវិធានរបស់យើងគឺថាដើម្បីបូកដកប្រភេទបានលុះត្រាតែប្រភេទរបស់យើងគឺមានភាពបែងដូចគ្នាភាពបែងគឺនៅខាងក្រោមនេះភាពបែងរបស់យើងមាន4 12ហើយនិង28ចាអញ្ចឹងតាមលំហាត់យើងជាក់ស្ដែងនេះភាពបែងរបស់យើងទាំង3នោះគឺសុទ្ធតែខុសៗគ្នាចឹងករណីបើសិនជាបងអូនឃើញភាពបែងខុសគ្នាគឺយើងត្រូវតម្រូវភាពបែងរួមណាតម្រូវភាពបែងរួមគឺយើងធ្វើម៉េចឲ្យភាពបែងហ្នឹងទៅជាភាពបែងតែមួយដូចគ្នាទៅយើងមកដកប្រភេទនឹងកើតចឹងដើម្បីតម្រូវភាពបែងរួមតើគេរកតាមវិធីណាគឺយើងត្រូវយកចំនួនដែលនៅភាពបែងទាំងអស់ហ្នឹងមករកពហុគុណរួមទៅបំផុតរបស់វាឬយើងហៅថា PPCM ហៅកាត់ថា PPCM ណាចាយើងសេ PPCM ហ្នឹងមានន័យថាពហុគុណរួមទៅបំផុតចារួមទៅបំផុតចឹងដើម្បីរកពហុគុណរួមទៅបំផុតហ្នឹងយើងត្រូវធ្វើម៉េចដំបូងគឺយើងត្រូវយកភាពបែងទាំងអស់ហ្នឹងមាន4បែកវាជាផលគុណកតាបឋមចឹង4យើងដឹងគឺស្មើនឹង2គុណ2ឬក៏2ការ៉េ12ណា12មានបងអូនខ្លះក៏នៅអត់ទាន់ចេះបំបែកកតាបឋមទៀតអញ្ចឹងយើងអាចតាមរយៈវីដេអូនេះបងអូនអាចមើលមួយហើយរៀនធ្វើតាមអ្នកគ្រូណាចឹង12បើយើងចែកកតាបឋមគឺយើងយកតែចំនួនបឋមទេយើងមកគិតចឹងដំបូងគឺអ្នកគ្រូអាចចែកវានឹង2 12ចែក2នៅសល់6ហើយគ្រូចែក2ទៀតនៅសល់3ចឹង3ចែក2កើតទេមានតែ3ចឹងបានម្ដងអស់ហើយទឹកយើងអាចទៅសេវាបានទៅជា2មាន2ដងយើងអាចទៅសេ2ការ៉េចាឲ្យបានគុណនឹង3ហើយបានយើងយក28មកបំបែកមួយទៀតណាចឹង28គ្រូចែកដូចគ្នាយើងចែកកតាបឋមទៅគឺបាន2ហើយបាន14 2ទៀតចឹងបាន7ចឹង7មានតែចែកនឹង7ទេបាន1ចឹងមានន័យថាយើងអាចទៅសេទៅជា2ការ៉េគុណនឹង7ចឹងបងអាចរកតួចែកសំដៅពហុគុណរួមទៅបំផុតរបស់យើងបានហើយចឹង PPCM របស់យើងសរុបមកវិញណាគឺតាមក្បួនរបស់យើងគឺយើងត្រូវយកកតារួមចាកតារួមដែលមាននិទុស័នធំចឹងកតារួមរបស់យើងគឺមានលេខ2តែដោយសារតែវា2ការ៉េទាំងអស់ចឹងមានថាយើងត្រូវយក2ការ៉េនឹង1ហើយគុណនឹងកតាមិនរួមគឺមានលេខ3និងលេខ7អញ្ចឹងបងអូនត្រូវយកមកទាំងពីរណាគុណនឹង3ផងគុណនឹង7ផងអញ្ចឹងស្មើ4គុណនឹង3គុណនឹង7ឬក៏ចម្លើយរបស់យើងគុណទៅឃើញ884អញ្ចឹងកាលណាបងអូនរកឃើញ84ហើយមានន័យថាបងអូនត្រូវយកប្រភេទទាំងអស់ហ្នឹងតម្រូវធ្វើម៉េចឲ្យបានភាពបែងស្មើនឹង84អញ្ចឹងអ្នកគ្រូអាចទៅសេស្មើនឹង1លើ4បងអូនត្រូវគិតណាតើ1លើ4បងអូនត្រូវគុណថែមនឹងប្រមាណទៀតដើម្បីឲ្យចេញ84អញ្ចឹងបងអូនអាចសង្កេតមើលចម្លើយរបស់យើងនេះត្រង់ចំណុចនេះចាត្រង់ចំណុចដែលអ្នកគ្រូគូបៃតងហ្នឹងដោយសារភាពបែងយើង4អញ្ចឹងនេះ4គឺយើងមានកន្លែងនេះ1ហើយ4ណាអញ្ចឹងយើងមាន4ហើយនៅខ្វះអីអញ្ចឹងយើងនៅខ្វះលេខ3ហើយនឹងលេខ7អញ្ចឹង3 7ដងគឺបាន21អញ្ចឹងមានន័យថាបងអូនត្រូវគុណថែមកន្លែងហ្នឹងគឺ21ហើយឥឡូវគុណនឹង21ដែរភាពបែងគុណប៉ុណ្ណាភាគយកគុណប៉ុណ្ណឹងហើយបានបូកជាមួយនឹង7លើ12អញ្ចឹងបងអូនក៏តទៀតណា12មានន័យថាយើងប្រើ3ហើយនឹង4កន្លែងនេះហើយគ្រូឈរដែរចាំមិនថាវានៅសល់តែលេខ7នេះមួយទេចាំមិនថាបងអូនត្រូវយក12គុណថែមនឹង7ណាកន្លែងនេះគុណ7ហើយនឹងគុណនឹង7គុណទាំងក្រោមគុណទាំងលើហើយបានយើងបូកជាមួយនឹងចាសំតោដកជាមួយនឹង3លើ28ហើយយើងត្រូវគុណថែមដូចគ្នាចឹងសង្កេតមើលលេខយើងដែរណាវាមាន4គុណ3គុណនឹង7ដើម្បីចេញ84ភាពបែរដែលយើងចង់បានណាចាដោយសារយើងមាន28យើងក៏ទៅគឺមកពី4គុណនឹង7ចឹងវានៅខ្វះ3នេះទៀតចឹងអ្នកគ្រូត្រូវគុណថែមនឹង3ហើយឥឡូវគុណនឹង3ដែរចឹងបន្ទាប់ពីយើងបានប៉ុណ្ណឹងហើយយើងចាប់ដើមគុណណាគុណភិយកទៅចឹងបាន21លើ84ចាបូកនឹង7ម្ដងគឺ49លើ84ហើយបានដកនៅ9លើ84ដែរចា84ចាអញ្ចឹងនៅពេលដែលយើងឃើញភាពបែងដូចគ្នាហើយយើងអាចយកប្រភេទទាំង3ហ្នឹងដាក់
ជាភាគបែងទៅមួយហៅថាភាគបែងរួមណា84ចឹងបាន21បូកនឹង49ដក9ឬក៏យើងឃើញចម្លើយយើងកណនីពីឆ្វេងទៅស្ដាំណាចឹង21បូក49យើងបាន70ចា70ដក9លើ84ឬក៏ឃើញចម្លើយសល់61លើ884ចឹងចម្លើយយើងគឺបានប៉ុណ្ណឹងសម្រាប់លំហាត់លេខ1ចឹងលំហាត់លេខ2គឺយើងធ្វើដូចគ្នាណាចឹងអ្នកគ្រូកែគម្រោងលំហាត់លេខ2មួយទៀតហើយកូនគឺជាកិច្ចការផ្ទះរបស់បងប្អូនទាំងអស់គ្នាយើងអាចរៀនសាកល្បងធ្វើតាមគំរូកខនិងខអ្នកគ្រូនឹងបានចឹងខគឺអ្នកគ្រូឲ្យយើងកណនីចា27លើ36ដក1លើ16ហើយនឹងបូក5លើ27ចឹងដូចគ្នាដែរគឺបងប្អូនត្រូវរកភាគបែងរួមសិនចឹងភាគបែងរួមគឺយើងមាន36 16 27បងអូនត្រូវរកបំបែកវាទៅជាផលគុណកតាបឋមចឹងឥឡូវយើងបំបែកណាចឹង36គឺអ្នកគ្រូបានចែកកតាបឋមនៅក្នុងនេះតែម្ដងតែជាក់ស្ដែងនៅពេលដែលយើងធ្វើទាំងហ្នឹងគឺយើងត្រូវសរសេរវានៅក្នុងกระดาษព្រៀងដែរណាចឹង36អ្នកគ្រូចែកបាន2ចឹងយើងបាន18 2ទៀតគឺអ្នកគ្រូបាន9ចែក3គឺបាន3ហើយ1ចឹងយើងអាចសរសេរវាស្មើនឹង2ការ៉េគុណនឹង3ការ៉េ16គឺយើងបាន2 8 2 4ចឹង4ចែក2ទៀតទៅបាន2ចែក2ទៀតគឺបានម្ដងចឹងមានថាយើងអាចសរសេរ2ស្វ័យគុណ4ដែរសារវាមាន4កតា2ស្វ័យគុណ4ហើយនឹង27គឺអ្នកគ្រូបានចែកនឹង3ចាបាន9ចែកដាក់នឹង3ទៀតបាន3ហើយ1ចឹងស្មើនឹង3ស្វ័យគុណ3ចឹងបានចម្លើយយើងប៉ុណ្ណឹងហើយយើងអាចរក PP CM របស់យើងឃើញណា PP CM ដូចអ្នកគ្រូប្រាប់អញ្ចឹងយើងត្រូវមើលកតារួមសិនកតារួមឲ្យតែមានលេខដូចគ្នាគឺហៅកតារួមហើយអញ្ចឹងមាន2ការ៉េនិង2សេគុណ4 1ហើយនិង3ការ៉េនិង3គីប1តែចំពោះកតារួមនោះគឺយើងយកទៅតាមតួដែលមានដោយការ៉េខ្ពស់ចាំមានថាគ្រូយក2សេគុណ4 1ហើយនិង3គីប1ទៀតចាអញ្ចឹង2សេគុណ4 16 3គីបមិញគឺ27ចឹងយើងគុណទៅឃើញមកដែរចាចឹងគ្រូគុណនៅក្នុងនេះតែម្ដងណា27ចឹង7 6ដង42ត្រាទុក4 7ម្ដង7បូក4គឺបាន11ហើយ12ត្រាទុក1 2ម្ដង2បូក1ទៀតគឺ3ចឹងឃើញ432ណាចឹងស្មើនឹង432ឥឡូវយើងបានភាគបែងយើងប៉ុណ្ណឹងហើយណាបានភាគបែងប៉ុណ្ណឹងហើយយើងចាប់ផ្ដើមយកប្រភេទយើងនេះមួយមកតម្រូវភាគបែងរួមឲ្យដូចគ្នាចឹងយើងបានតទៀតអ្នកគ្រូបានប្រភេទរបស់យើងគឺ27លើ36ដក1លើ16បូកនឹង5លើ27ចឹងយើងចាប់ដើមយកប្រភេទមួយមកគុណថែមចឹងគ្រូអាចសរសេរ27លើ36យើងត្រូវគុណថែមនឹងអីណាកន្លែងនឹងដកនឹង1លើ16យើងត្រូវគុណថែមនឹងអីដូចគ្នាហើយបានបូកនឹង5លើ27យើងត្រូវគុណថែមនឹងអីដូចគ្នាដើម្បីបានភាគបែងរួមគឺ432ចឹងបងប្អូនសង្កេតមើលលេខដែលយើងបានគុណមុននឹងនេះលេខដែលយើងបានគុណគឺមាន2ស្វ័យគុណ4ហើយនឹង3ស្វ័យគុណ3ចឹង36យើងគិតទៅគឺចាអ្នកគ្រូគិតតួទី1នេះសិនណា36យើងគិតទៅគឺបាន2ការ៉េគុណនឹង3ការ៉េចាំមិនថាយើងនៅខ្វះអីបោះយើងចង់បាន2ស្វ័យគុណ4និង3គីបចឹងបើយើងមាន2ការ៉េចាំមិនថាយើងត្រូវខ្វះ2ការ៉េទៀតមានថាខ្វះ4 3ការ៉េយើងចាប់បាន3គីបចឹងនៅសល់ខ្វះ3មួយទៀតចាំមិនថាយើងត្រូវយក4គុណ3ទៅឃើញចម្លើយវាស្មើនឹង432យល់ទេត្រង់ចំណុចហ្នឹងចឹងមិនថាអ្នកគ្រូត្រូវគុណអានេះថែមនឹង12លើ12ដល់ពេល16នេះ16របស់យើងគឺត្រូវនឹង2សេគុណ4ណាចឹងយើងមាន2សេគុណ4នេះហើយយើងនៅខ្វះ3ស្វ័យគុណ3ចឹង3សេគុណ3គឺ27គ្រូទៅសេ3សេគុណ3សិនទៅហើយ27វិញយើងមាន3សេគុណ3គឺ27ចឹងត្រូវនៅខ្វះ2ស្វ័យគុណ2សេគុណ4 2ស្វ័យគុណ4ឬក៏16ហ្នឹងបងនេះចឹងតពីយើងដឹងថាយើងត្រូវគុណថែមអីហើយចាប់ដើមកណនីវាតែម្ដងចឹងភាគបែងរបស់យើងមុនដឹងតែឃើញ432ហើយចាដកនឹង432បូកនឹង432
ចាប់ដើមកតភិយកទេណាចឹងភិយក27គុណនឹង12ចឹងគុណទៅគឺបាន14ត្រាទុក1 5 7ត្រាទុកអត់មានត្រាទុកទេ2ណាចឹងបាន4 2 3 24ហើយនេះ1គុណនឹង3គីបគឺ27 27គុណ1គឺ27ដែរចា2ស្វេគុណ4គឺ16គុណ5ឃើញ80ចឹងយើងកណនីទៅគឺបានគ្រូយក80ដក27មុនណាចឹងនៅសល់គ្រូកណនីពីតួក្រៅនេះសិនចឹង80ដក27នៅសល់10អានេះត្រាទុក1ទៅឬក៏ខ្ចីគេនៅសល់7ចឹង12នៅសល់5សហ3ចឹងបានគ្រូយក53ទៅបូកនឹង3 24ចឹងឃើញ3 77ណាចឹងឃើញចម្លើយគឺ377ចែកជាមួយនឹង432ចាអញ្ចឹងនេះគឺចម្លើយនៃលំហាត់របស់អ្នកគ្រូអញ្ចឹងអ្នកគ្រូមានឧទាហរណ៍គំរូពីរហ្នឹងហើយនៅសល់លំហាត់មួយទៀតគឺលំហាត់កោណាបងអាចសាកល្បងរៀនធ្វើខ្លួនឯងហើយចម្លើយអាចខមមិននៅខាងក្រោមវីដេអូរបស់អ្នកគ្រូបានអរគុណអញ្ចឹងវីដេអូអ្នកគ្រូមានតែប៉ុណ្ណឹងបើសិនជាបងអូនពេញចិត្តជួយ share អ្នកគ្រូមួយផងហើយបើសិនជាយើងមានចម្ងល់ត្រង់ចំណេះអាចខមមិននៅខាងក្រោមបានជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ